លំហាត់បន្តយើងកណនី derivative នៃអនុគម y ស្មើឲ្យ sin ស្វ័យគុណ2026នៃ x ស្វ័យគុណ2027ដក2028ចឹងមុននឹងយើងធ្វើលំហាត់នេះយើងបំបែកវាសិន y យើងអាចសរសេរទៅជាយើងដាក់ឃ្លាបធំហើយយើងដាក់ sin នៃមុំ x 2027ដក2028បាទទាំងអស់ជាស្វ័យគុណប៉ុន្មានបាទទាំងអស់ជាស្វ័យគុណ2026ណាយើងដូរកន្លែងហ្នឹងទៅជា2026បាទអញ្ចឹងយើងអត់ទាន់ដេរអ្វីទេគ្រាន់តែយើងបំបែកវាសិនដើម្បីឲ្យចូលរូបមន្តបន្តមកទៀតយើងពិនិត្យមើលខាងក្នុងនេះយើងចាត់ទុកវាជាអុយហើយ2026នេះយើងចាត់ទុកវាជា n អញ្ចឹងអានេះអុយអានោះ n អញ្ចឹងរូបមន្តរបស់យើងនឹងចូលទៅជាអីអុយសេគុណ n ណាអុយសេគុណ n អញ្ចឹងអុយសេគុណ n ពេលដែលយើងដេរចេញអីចេញ n អុយព្រីមអុយ n ដក1ឥឡូវបងប្អូនទាំងអស់គ្នាចាំពិនិត្យមើលរូបមន្តនេះហើយផ្ទៀងផ្ទាត់លំហាត់ខាងក្រោមបាទគេបាន y ព្រីមស្មើបាទមុនបងចេញអក្សរអីមិនគឺ n នេះណា n នេះចឹង n យើងស្មើប៉ុន្មាន2026បន្តមកទៀតគឺអុយព្រីមអញ្ចឹងយើងដាក់អុយសិនអុយព្រីមអញ្ចឹងយើងសរសេរអុយសិនមកគឺ sin x 2027ដក2028តមកដាក់ព្រីមបន្ទាប់មកយើងដាក់ព្រីមបាទឥឡូវគុណបន្តដោយសារសរសេរអត់បន្ទាប់មកគឺអុយដដែលប៉ុន្តែ n ដក1ណាឥឡូវយើងសរសេរអុយដដែលមកគឺ sin នៃ2027ដក2028ស្វ័យគុណ n ដក1អញ្ចឹង n យើងស្មើប៉ុន្មាន n យើង2026អញ្ចឹងយើងដកចោលមួយមកបាទឥឡូវយើងបន្តនៅផ្នែកប្លង់ខាងនេះបាទយើងបាន y ព្រីមយើងស្មើនឹង2026យើងទុកនៅដដែល2026កន្លែងនេះយើងចូលស៊ីនអីនេះយើងមើលទាំងអស់គ្នាស៊ីនអុយណាស៊ីនអុយអញ្ចឹងបើស៊ីនអុយយើងពិនិត្យមើលលំហាត់ខាងលើនេះនេះជារូបមន្តរបស់វានៅពេលដែល y ស្មើស៊ីនអុយចេញយ៉ាងម៉េចដែរគឺអុយព្រីមកុសអុយមើលតើណាអុយព្រីមកុសអុយអុយព្រីមកុសអុយបាទអញ្ចឹងយើងចេញអុយព្រីមកុសអុយកន្លែងនេះយើងចាត់ទុកវាជាអុយណាចឹងអុយព្រីមអញ្ចឹងយើងសរសេរ x ស្វ័យគុណ2027ដក2028ព្រីមអានេះគេថាអុយព្រីមបន្តមកកុសអុយគឺកុសដដែលគឺកុស x ស្វ័យគុណ2027ដក2028បន្តមកទៀតផ្នែកនេះយើងទុកនៅដដែលសិនsin នៃ x ស្វ័យគុណ2027ដកឲ្យ2028ស្វ័យគុណបាទឥឡូវយើងគិត2026ដកចេញ1សល់ប្រមាណបាទ2025បន្តមកទៀត y ព្រីមយើងស្មើ2026ចឹងបងឯងមើលកន្លែងនេះ derivative នេះមិនចឹងហ៎កន្លែងបន្តនេះចឹងបានថាកន្លែងហ្នឹង derivative ចឹង x ស្វ័យគុណ2027យើង derivative ទម្លាក់ស្វ័យគុណ2027ចុះមកទម្លាក់ស្វ័យគុណ2027ចុះមកវាបាន2027
ចឹង x ហ្នឹងយើងដកចោលមួយទៅវាសល់ 2000 ប្រមាណ 2026 តែចំណែកឯអា 2028 នេះ 2028 នេះវាជាលេខអញ្ចឹង derivative លេខចេញអីចេញ0អញ្ចឹងកន្លែងហ្នឹងមិនបាច់ដាក់ទេព្រោះវាចេញ0តោះមកកូសនេះនៅដដែលកន្លែង sin នេះក៏នៅដដែលដែរណា sin នេះគឺ x សេគុណ 2027 ដល់ឲ្យ 2025 ស្វ័យគុណទាំងអស់គឺ 2025 អញ្ចឹងចម្លើយវាវែងបន្តិចហើយ